អូខេអញ្ចឹងដើម្បីអ្នកគ្នាទទួលបានជាមួយនឹង setting បាញ់ក្បាលមួយគឺអ្នកគ្នាត្រូវតែចូលក្នុងកម្មវិធី setting របស់យើងនឹងមកកម្មវិធី iPhone setting របស់យើងហ្នឹងណាតោះហើយអ្នកគ្នាការចុចតាមខ្ញុំមកចុចកន្លែង sensitivity តោះហើយចុចយកពាក្យកន្លែងនេះមកអូខេអញ្ចឹងអ្នកគ្នាអាច select តែខ្ញុំបានតែអ្នកគ្នាបាទអញ្ចឹងគឺកន្លែងនេះគឺអ្នកគ្នា select ដូចមកដើម្បីបាញ់ឲ្យវាចូលក្បាលអញ្ចឹងណារួមទៅយើងមិនបាច់ចាំលើកអីណាទេគឺលើកមកគឺវាចូលក្បាលអូតូតែម្ដងអ្នកគ្នាបាទអញ្ចឹងគឺ setting នេះគឺល្អមែនតើខ្ញុំ recommend ឲ្យអ្នកនរគ្នាធ្វើការ select តាមខ្ញុំអញ្ចឹងមកបាទអញ្ចឹងយើងធ្វើការ select មកអូខេហើយបើសិនជាអ្នកគាត់ថាវីដេអូនេះមានប្រយោជន៍អ្នកគ្នាកុំភ្លេច like ហើយនិង subscribe ជួយខ្ញុំម្នាក់ផងដើម្បីទទួលបាននៅវីដេអូថ្មីក្រោយទៀតបាទអញ្ចឹងអ្នកគ្នាធ្វើការ select តាមខ្ញុំអញ្ចឹងមកអ្នកគ្នាបាទអូខេអញ្ចឹងselect តាមខ្ញុំអញ្ចឹងមកគឺវាចូលក្បាល 100% តែម្ដងអ្នកនរគ្នាខ្ញុំធានាជូន 100% តែម្ដងដោយសារ setting នេះគឺខ្ញុំ select គឺបាញ់ក្បាលចូលរហូតតែម្ដងអ្នកគ្នាបាទអញ្ចឹងវាល្អអញ្ចឹងអ្នកគ្នាអាច select តាមខ្ញុំបានបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយ